បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែករំលែកអំពីវិធីសាស្ត្រក្នុងការ remove page ចេញពី VM ដែល restrict បាទឥឡូវនេះយើងចូលទៅមើល page ទាំងអស់គ្នាថាជាប់ VM ឬអត់បាទចូលមក dashboard page access មកដើម្បីចូលទៅមើល admin និងដើម្បីចូលទៅមើលថាតើ page នេះមានជាប់ VM ឬអត់បាទអញ្ចឹង page នេះគឺជាប់ VM កតុយ1650កុដនេះបាទ ID របស់ VM ជាធម្មតា page ដែលជាប់ VM ដែល restrict យើង remove បានទេនៅពេលដែលយើងចុចចូលទៅកាន់ page មកចុច see detail មកគឺវាចេញ restrict គឺយើងមិនអាចចុចប៊ូតុង remove page ចេញពី VM បានទេបាទក្នុងករណីបងប្អូនចុចស្នើបានគឺយើងអាចដោះបានឥឡូវខ្ញុំសាកចុច request review ដើម្បីស្នើដោះ restrict ប៉ុន្តែចុចស្នើអត់កើតទៀតបាទតោះបងប្អូនអញ្ចឹងដើម្បីដក page ចេញពី VM ដែល restrict បានជាដំបូងបងប្អូនចូលមកកាន់ people មក people ហ្នឹងគឺកន្លែង admin របស់ VM ហ្នឹង click ទៅលើឈ្មោះបងប្អូនដែលជា admin កំពុងតែលេងនេះបន្តមកទៀតចុចប៊ូតុង assign assets ដើម្បី add page ចូលមកកាន់ admin យើងពេលដែល add បងប្អូនកុំភ្លេចបើក full control នេះបាទអញ្ចឹង page របស់យើងឈ្មោះ BMPK នៅក្នុង VM restrict នេះបន្តមកទៀតបងប្អូនចុចប៊ូតុង assign asset ដើម្បី add page ចូល admin ចុច close អញ្ចឹងដើម្បី view page បានគឺយើងចូលកន្លែងនេះបាទ view in page នៅពេលដែលចូលតាមកន្លែងនេះគឺយើងមានប៊ូតុង remove page ហើយបាទអញ្ចឹងខ្ញុំចុច remove តែម្ដងចុច remove page from business portfolio អូខេឥឡូវខ្ញុំ remove បានដល់ជោគជ័យហើយហើយខ្ញុំ refresh មួយជាធម្មតាបងប្អូនចុចនៅលើ page កន្លែង VM នេះគឺវាចេញសញ្ញា restrict ចឹងបាទចូល remove បានទេឥឡូវខ្ញុំចូលទៅកាន់ people ដើម្បីមើលថា people admin នេះគឺមានជាប់ page អត់ក៏មានជាប់ទេហើយចូលទៅក្នុង page ខ្ញុំ refresh មួយថាតើ page ហ្នឹងនៅជាប់ VM ទៀតអត់អូខេឥឡូវ page អត់មានជាប់ VM ទៀតទេបាទគឺយើងបាន remove ដោយជោគជ័យហើយបាទអរគុណបងប្អូនអរគ្នាសម្រាប់ការតាមដានទស្សនាពីដើមរហូតដល់ចប់បាទសូមអរគុណ